បាទជម្រាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះចេញព័ត៌មានមួយទៀតតាក់តងទូខ្ញុំស្អុយនិយាយទៅស្អុយជាប់គ្នាហ្មងបងប្អូនជាប់គ្នាស្អុយជាប់គ្នាបាទនេះយើងស្អុយខាងភ្នំអីគេនេះភ្នំស្រុកបាទ144គ្រាប់នឹងមួយបាទស្អុយមួយឥឡូវចូលដល់ពេញបាទពេញហ្នឹងស្អុយអា144គ្រាប់ដែរក៏ដាក់ពងកងាណាអានឹងបាន43គ្រាប់ឥឡូវស្អុយមួយទៀតហើយបាទហ្នឹងហើយអញ្ចឹងបងប្អូនខ្លះគិតថាលក់ស្រួលបងប្អូនអ្នកលក់ស្រួលចាំតែយកលុយចំណេញកប់ក្តោងអីបាទអត់ទេបងប្អូនហើយអ្វីមិនដឹងទេតែទូឆ្ងល់គឺពិបាកណាស់បងប្អូនជិះក្បាលណាស់បាទហើយអញ្ចឹងដូចតដំចេះធ្វើតាទូណាដែលហានិភ័យទាបបាទចង់និយាយថាបញ្ហាវាមានតិចវាកើតមានតិចតួចបាទវាកើតគាត់ថាវាយូរកើតមានមួយអញ្ចឹងណាបាទមានតែអតិជនយកទៅប្រើគាត់ទទួលបានផលល្អនឹងច្រើនមែនតើបងប្អូនបាទហើយអញ្ចឹងបើកាលណាទូភ្ញាល់ដែលយើងចេះតែផលិតចេះតែលក់ក៏វាអត់កើតដែរបងប្អូនព្រោះអានេះលក់ហើយយកលុយគេហើយនៅឈឺក្បាលបើកាលណាយើងຕົកបញ្ហាមួយឲ្យនៅយើងអត់ដោះស្រាយបាទហើយអញ្ចឹងដូចធ្លាប់អញ្ចឹងដូចតដំអញ្ចឹងបញ្ហាយើងដឹងថាអាទូនេះប្រភេទចេះធ្វើបែបចេះវាមានបញ្ហាច្រើនអញ្ចឹងយើងអត់ធ្វើណាបាទដូចកច្រែងចកច្រែងអីចេះលេងប្រើអស់ហើយព្រោះនេះវាបញ្ហាច្រើនពេកបាទអារឡូអីហ្នឹងវាគាំងវាយូរទៅវាគាំងអញ្ចឹងយើងឈប់ប្រើអស់ហើយបាទព្រោះយើងធ្លាប់ឆ្លងកាត់មកវាហែលមកវាបាទដោះស្រាយបាទហើយអញ្ចឹងយើងធ្វើតែអាណាដែលគាត់យកទៅគឺទី1ញាស់ល្អទី2គឺគុណភាពអាចប្រើបានយូរណាបាទខូចដែរខូចតិចតួចអានេះអានោះតិចតួចណាបាទពិសេសលើក្បាលបជាហ្នឹងទៅបាទហ្នឹងហើយយើងឆែកមើលហើយនិយាយតាមត្រង់ម៉ួយលក់ក្បាលបជាហ្នឹងដូរអស់ច្រើនហើយបាទដោយសារតែបញ្ហាយើងទិញមកវាអត់ល្អមុនបងនេះល្អដែរដល់យូរទៅវាអត់ល្អក៏យើងដូរទៀតទៅបាទអញ្ចឹងរើសម៉ួយណាដែរនេះហើយម៉ួយក៏ប្រកាសថាថាត់ថេររហូតដែរដោយសារអីបាទពាក់ព័ន្ធមួយគុណភាពហ្នឹងបាទយើងទៅរើសគុណភាពមកយើងតេស្តទៅវាដាក់ទៅខូចច្រើនបងប្អូនខូចអតិជនយកទៅខូចគឺពិបាកយើងបាទគាត់ត្រូវខូចពងគាត់ទី1បាទទី2គឺយើងហ្នឹងអ្នកដោះស្រាយជូនគាត់ហ្នឹងបាទពិបាកណាស់បងប្អូនអស់ខាតសហុយខាតអីចឹងទូលក់ហើយយើងគិតថាចំណេញបាទប៉ុន្តែដល់ពេលមានបញ្ហាយើងទៅសងគាត់បាទដូចក្បាលបជាអញ្ចឹងទៅសងថ្មីអញ្ចឹងបងប្អូនបាទអញ្ចឹងណាដូចថ្ងៃមុនអញ្ចឹងដាក់ទៅប៉ោយ81បាទវាមិនដែលជួបដែរយើងឆែកមើលណាដុំបជាដុំភ្លើងអីគឺធំទាំងអស់បងប្អូនបាទយើងឲ្យហ៊ានដាក់ដុំតូចទៀតទេបាទព្រោះយើងមានបទពិសោធន៍ពិបាកណាស់បាទហើយអញ្ចឹងប៉ុន្តែវានៅតែមានអាផ្លុំសណើមហ្នឹងវានៅតែផ្លុំអត់ឈប់អញ្ចឹងណាបាទអញ្ចឹងវាមានមួយមកដែរអញ្ចឹងគ្រឿងអគ្គិសនីបើបងនិយាយថាខូចដាក់ល្អខ្ញុំអស់ប្រមាណអស់តាវាពិបាកនិយាយបងប្អូនពួកគ្រឿងអគ្គិសនីយើងដឹងថាប្រភេទហ្នឹងយើងដាក់មករាប់រយគ្រឿងវាមិនអីប៉ុន្តែចៃដន្យឲ្យដាក់គាត់មួយវាមានបញ្ហាអញ្ចឹងវាមានថាលក់ឈ្មោះយើងដដែលអញ្ចឹងយើងឲ្យហ៊ាននិយាយថាអូធានាបងបាទគឺស្អាតគឺធានាឲ្យបងមិនចេះខូចអីគឺ no បាទខ្ញុំនិយាយអញ្ចឹងព្រោះគឺអគ្គិសនីខ្ញុំអត់មែនអ្នកផលិតវាទេយើងទិញពីគេមកអញ្ចឹងបងប្អូនបាទយើងទិញពីគេមកយើងយកមករៀបមកតម្លើងបាទអញ្ចឹងបងប្អូនបាទហើយហ្នឹងនិយាយតាមត្រង់បាទហើយទូនេះយើងស្អុយអស់អតិជន2អញ្ចឹងអត់បញ្ហាអញ្ចឹងស្អុយយើងក៏មិនបានឲ្យគាត់កក់លុយដោយសារអញ្ចឹងបានស្អុយអញ្ចឹងណាហើយអញ្ចឹងអានេះអត់ទេយើងដាក់ឲ្យអតិជនថ្មីហ្មងទៅបាទនេះខាងស្អាងខេត្តកណ្ដាលអានេះគាត់វេលុយឲ្យ$180តាំងពីកន្លះខែមុនបាទអញ្ចឹងឥឡូវគាត់ថាពាក់កណ្ដាលខែ11បានគាត់មកយកបាទអញ្ចឹងឥឡូវចិត្តដល់ហើយបាទថ្ងៃនេះថ្ងៃទី12បាទអញ្ចឹងនៅ3ថ្ងៃទៀតហើយអញ្ចឹងគាត់អាចមកយកមុនពេលណាគាត់ឆ្លងកាត់អីអញ្ចឹងមកគាត់ដាក់តាមឡានគាត់ទៅតែម្ដងបាទហើយមួយនេះគឺបងតកែវបាទតកែវគាត់កក់100បាទអត់អីគាត់កក់ទេបាទធម្មតាខ្ញុំតែកក់ទេទូអញ្ចឹងណាបាទគាត់ចង់បាន QR code ហើយគាត់បាញ់កក់100អញ្ចឹងណាហើយអញ្ចឹងអត់អីទេឥឡូវបើពីមុនទៅបងមិនតន់ទេចាំខ្ញុំផ្ញើទូទៅចាំមុននឹងផ្ញើបងឯងទូទាត់លុយខ្ញុំទៅខ្ញុំផ្ញើទូទៅឥឡូវបើគាត់ចង់កក់គឺឲ្យកក់ហ្មងបាទហ្នឹងហើយបើគាត់ចង់បង់ដូចខាងនោះអញ្ចឹងគាត់ថា
អូមិនខ្លាចទៅដំបោកទេបាទព្រោះតាមដានហើយណាមួយបើទៅដំបោកជីកាត់ផ្ទះទៅដំទាំងត្រូវទៅដំបាទហើយអញ្ចឹង$180គាត់ថាមិនស្ដាយទេ$180ទៅដំបោកចោះហ្នឹងហើយដោយសារគាត់ស្គាល់បាទហ្នឹងហើយគាត់តាមដានយូរទៅគាត់ស្គាល់ហើយខាងនេះទៅដាក់ទៅខ្នាយមាសហើយបាទអញ្ចឹងកុំឲ្យគាត់នៅរងចាំយូរទៀតបាទហើយអានេះខ្នាត214គ្រាប់អានេះបាញ់ឆ្នាំហើយបាទយើងជ្រាបបាញ់ព្រោះមេឃត្រជាក់ចេះយើងបាញ់ពេលថ្ងៃទៅវាជាប់ល្អវាអត់របកឆ្នាំបាទអានេះទៅខាងកំពង់ឆ្នាំងបាទកំពង់ឆ្នាំងណាបាទគាត់អត់បានកក់លុយដែរប៉ុន្តែជឿជាក់និយាយទៅខ្នាតចឹងទៅដល់មុំខ្ជិលឲ្យកក់បាទអញញ៉ៃហើយណាមួយអតិជនគាត់ខ្លះគាត់រៀងខ្លាចដែរម្ដងកក់ត្រូវកក់លុយគាត់100 200 300ចឹងតម្រាំទៅបានទូកន្លះខែអីអញ្ចឹងមិនបានហ្នឹងដល់ពេលអញ្ចឹងទៅគឺអត់ទេតោះកុំញ៉ៃច្រើនបើគាត់ពេញចិត្តកក់បើមិនពេញចិត្តកក់ក៏ហើយបាទធ្វើឲ្យតាក់ទងគាត់បើគាត់មិនចូលក៏ហើយក៏អត់ដែរផុសថាអូចែមួយនេះបងមួយនេះអាមួយនេះអូ sorry អត់ទេបាទមិនលេងអញ្ចឹងទេបាទហ្នឹងហើយព្រោះយើងមិនដែលយកទៅផុសទេបាទគាត់ថាបងនៅខាងនេះអញ្ចឹងទៅបាទនៅខាងនោះអញ្ចឹងទៅបាទហើយយើងអត់បានបញ្ចេញឈ្មោះគាត់ទេបាទសូម្បីតែអីគេអ្នកទិញមន់តដំទិញទៅជឿកន្លះជឿតែកន្លះខែដែរប៉ុន្តែដល់ថ្ងៃចូលលក្ខណៈ2ខែណាអត់ឃើញសងលុយអត់ឃើញសងលុយដែលយើងឆាតទាចឡើងគេថាមន់ងាប់អស់ហើយអញ្ចឹងណា$1000ជាងបងប្អូននេះបាទហើយគេថាមូលហេតុដែលមន់ងាប់នឹងយកមន់តដំទៅងាប់ឆ្លងមន់គាត់អីគាត់ចឹងទៀតបាទដល់ពេលអញ្ចឹងគឺខ្ញុំមិនដែលផុសមិនដែលអីយកទៅមុខគាត់ទៅលក់អីនៅក្នុងបណ្ដាញសង្គមហ្នឹងគឺអត់ទេបងប្អូនណាបាទហ្នឹងហើយយើងចោលទៅលុយប៉ុណ្ណឹងបាក់មានរឿងគ្នាអីទេបាទហ្នឹងហើយចឹងអរគុណបងប្អូនដែលតាមដាន page តាដំហើយនិង YouTube របស់តាដំណាបាទអរគុណបាទ